សត្រូវក្នុងចិត្តទាំង7ដែលទាញរិស័យអ្នកឲ្យធ្លាក់ដល់សូន្យមានសត្រូវដ៏អស្ចារ្យមួយក្រុមដែលសំងំលាក់ខ្លួនក្នុងចិត្តយើងទាំងដែលយើងមិនដឹងខំថាវាកំពុងគ្រប់គ្រងយើងវាធ្វើយើងសង្ស័យខ្លាចមានភាពយឺតយ៉ាវនិងធ្វើឲ្យបាត់បង់ជំនឿលើខ្លួនឯងតែចិត្តមនុស្សគឺជាអាវុធដ៏ខ្លាំងបំផុតប្រសិនបើយើងដឹងអំពីរបៀបគ្រប់គ្រងវាអាចបង្កើតអ្វីមួយយ៉ាងដ៏អស្ចារ្យប្រៀបបាននឹងរាសីដែលឡើងដល់ចំណុចកំពូលប៉ុន្តែវាក៏ជាអាវុធបំផ្លាញជីវិតយើងផងដែរប្រសិនបើយើងមិនកម្ចាត់សត្រូវដ៏កំណាចទាំងអំពីយ៉ាងជាងពីចិត្តយើងឲ្យបានទាន់ពេលនោះទេវានឹងទាញរាសីយើងឲ្យធ្លាក់ដល់សូន្យសត្រូវទី1សង្ស័យនៅពេលអ្នកចង់ចាប់ផ្ដើមអ្វីមួយឬធ្វើសកម្មភាពដ៏ធំសំលៀងតូចមួយនៅក្នុងចិត្តនឹងនិយាយថាប្រសិនបើបរាជ័យវិញអ្នកនឹងមិនល្អគ្រប់គ្រាន់ទេការសង្ស័យមិនត្រឹមតែធ្វើឲ្យយើងស្ទាក់ស្ទើរប៉ុន្តែវាដូចជាសៅដែលចាក់ចិត្តឲ្យជាប់នៅមួយកន្លែងចិត្តសង្ស័យចិញ្ចឹមដោយមិនធ្វើអ្វីនិងវាចាំក្តិចត្រួយនៃការលូតលាស់ក្នុងការស្ងៀមស្ងាត់តែបើអ្នកចាប់ផ្ដើមធ្វើសូម្បីជំហានតូចៗការសង្ស័យនឹងចាប់ផ្ដើមរលាយបាត់សកម្មភាពនាំមកនូវការមានទំនុកចិត្តលើខ្លួនឯងកាលណាមនុស្សមានទំនុកចិត្តដែលពោពេញដោយបុណ្យពិសោធន៍វានឹងនាំឲ្យមានជំនឿចិត្តយ៉ាងមុតមាំការឈានជំហានមួយតូចអាចបំបែកសម្លេងនៃចិត្តសង្ស័យដែលធ្លាប់តែសំងំខ្លួននៅក្នុងចិត្តរយៈពេលច្រើនឆ្នាំបានសត្រូវទី2ភ័យខ្លាចភាពភ័យខ្លាចគឺជាអារម្មណ៍ធម្មជាតិដែលចិត្តប្រើដើម្បីការពារខ្លួនតែភាពភ័យមិនមែនន័យថាអ្វីៗគ្រប់យ៉ាងសុទ្ធតែអាក្រក់នឹងកើតឡើងនោះទេរឿងរ៉ាវនៃភាពភ័យខ្លាចខ្លះវាមិនកើតឡើងពេញមួយជីវិតមនុស្សតតែសោះក៏មានគ្រប់គ្នាបារម្ភថាសង្គ្រាមលោកលើកទី3អាចនឹងកើតឡើងឆាប់ៗនេះសូមអ្នកកុំបារម្ភធ្វើអ្វីវាមិនអាចកើតឡើងពេញមួយជីវិតយើងក៏អាចថាបានចុះបើវាកើតឡើងយើងត្រូវធ្វើដូចម្ដេចយើងក៏មិនចាំបាច់បារម្ភពីវាធ្វើអ្វីយើងគ្មានសមត្ថភាពទៅកែប្រែស្ថានភាពបាននោះទេកុំគិតអំពីវានាំឲ្យខាតពេលនោះទេពេលអ្នកមានការភ័យចូលចងចាំថាវាជាសត្រូវវាជាសញ្ញានៃការរាំងស្ទះដល់ការលូតលាស់កុំរងចាំឲ្យភាពភ័យបាត់សិនទើបហ៊ានចាប់ផ្ដើមអ្នកត្រូវដើរទៅមុខទោះមានភាពភ័យនៅជាមួយក៏ដោយភាពក្លាហានមិនមែនគ្មានការភ័យខ្លាចនោះទេប៉ុន្តែជាការត្រៀមចិត្តធ្វើសកម្មភាពទោះមានការភ័យខ្លាចក៏ដោយសត្រូវទី3ការមិនខ្វល់ខ្វាយវាលាក់ខ្លួនក្នុងចិត្តមនុស្សក្រោមរូបរាងនៃការមានសុវត្ថិភាពនិងផាសុកភាពពេញលេញវាប្រាប់អ្នកថាគ្មានអ្វីត្រូវប្រញាប់ទេឬថ្ងៃស្អែកទើបធ្វើក៏បានប៉ុន្តែការទុកកិច្ចការពន្យាដល់ថ្ងៃស្អែកអាចคล้ายជាសប្តាហ៍បន្ទាប់មកជាឆ្នាំក៏មានការមិនខ្វល់ធ្វើឲ្យអ្នកបាត់បង់គោលដៅនិងធ្វើឲ្យខកខានឱកាសដ៏គួរឲ្យសោកស្ដាយក្នុងជីវិតវាធ្វើឲ្យអ្នកនៅស្ងៀមតែមួយកន្លែងខណៈពេលអាយុជីវិតរបស់អ្នកកាន់តែខើចកាន់តែសល់ពេលតិចតួចសម្រាប់ការកសាងខ្លួនកុំអនុញ្ញាតឲ្យវានិយាយថាគ្មានអ្វីសំខាន់ទេត្រូវគិតថារាល់ថ្ងៃគឺជាឱកាសថ្មីដើម្បីកែប្រែជីវិតសត្រូវទី4ការព្រួយបារម្ភការព្រួយបារម្ភប្រៀបដូចដុំពពកស្រអាប់ដែលបាំងពន្លឺព្រះច័ន្ទមិនឲ្យវាបង្អួតសម្រស់បានចំណែកចិត្តក៏ដូចគ្នាវាគ្របលើចិត្តមិនឲ្យគិតឃើញអ្វីដែលជាពន្លឺនៃក្តីសង្ឃឹមមិនឲ្យឃើញផ្លូវដើរឆ្ពោះទៅកាន់ពិភពដ៏ស្រស់ស្អាតវាធ្វើឲ្យបញ្ហាតូចคล้ายជាធំធ្ងន់ដោយភ្លុំធំដូចមេឃយើងតែចំណាយពេលគិតអំពីអ្វីដែលអាចកើតឡើងប៉ុន្តែភាគច្រើនវាមិនដែលកើតឡើងឡើយការព្រួយខ្លាំងពេកមិនបានដោះស្រាយបញ្ហានោះទេវាគ្រាន់តែបង្ខំចិត្តឲ្យបន្តរងនៅសម្ពាធប៉ុណ្ណោះកាន់តែទុកចោលមិនដោះស្រាយសេចក្តីព្រួយក៏កាន់តែរីកធំវាអាចធ្វើឲ្យមនុស្សកើតជំងឺថប់បារម្ភដោយមិនដឹងខ្លួនដូច្នេះត្រូវរៀនផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាននិងគុំចំណាយពេលគិតអំពីអ្វីដែលលើសពីអំណាចដែលអ្នកអាចគ្រប់គ្រងស្ថានភាពបានពេលអ្នកចាប់ផ្ដើមយុទ្ធនាការនៃការប្រយុទ្ធជាមួយនឹងសេចក្តីព្រួយអ្នកនឹងឃើញថាការតាំងចិត្តក្នុងផ្លូវវិជ្ជមានប្រកបដោយក្តីសង្ឃឹមអាចបង្កើតអំណាចបានយ៉ាងធំសម្បើមសត្រូវទី5ទស្សនៈអវិជ្ជមានទស្សនៈអវិជ្ជមានប្រៀបបាននឹងផ្សែងពុលដែលអ្នកហិតចូលទៅក្នុងសួតបន្តិចម្ដងដោយមិនដឹងខ្លួនរហូតដល់ដំណាក់កាលមួយវានឹងបំផ្លាញសុខភាពអ្នកវាបំបាក់រូបកាយអ្នកឲ្យដួលរលំទាំងជំហរតែម្ដងវាធ្វើឲ្យអ្នកមើលឃើញអ្វីៗសិតតែអាក្រក់ស្ទើរគ្រប់ទីកន្លែងហើយកាត់ផ្ដាច់បាត់នៅក្តីសង្ឃឹមទៅថ្ងៃអនាគតបើអ្នកសិតនៅក្នុងមជ្ឈដ្ឋានមនុស្សអវិជ្ជមានវានឹងធ្វើឲ្យចិត្តអ្នកកាន់តែស្មុគស្មាញមើលឃើញបញ្ហាច្រើនជាងឱកាសតែសូមចាំថាទស្សនៈអវិជ្ជមានគ្រាន់តែជាអាការៈមួយប៉ុណ្ណោះអ្នកអាចបំបែកវាបានដោយការផ្លាស់ប្ដូរគំនិតជំនួសឲ្យការមើលឃើញអ្វីៗជាបញ្ហាអ្នកនឹងមានប្រាជ្ញាឆ្លៀវវៃប្រែបញ្ហាទៅជាដំណោះស្រាយ
ជំនួសការមើលឃើញតែក្តីកង្វល់ប្រែមកជាការមើលឃើញឱកាសមនុស្សជោគជ័យមិនមែនគ្មានបញ្ហាទេតែពួកគេជ្រើសរើសការមើលឃើញផ្លូវទៅមុខជានិច្ចសត្រូវទី6ការរិះគន់ខ្លួនឯងយើងច្រឡំថាការរិះគន់ខ្លួនឯងនាំឲ្យស្ថានភាពប្រសើរឡើងប៉ុន្តែបើយើងរិះគន់បន្ទោសខ្លួនឯងកាន់តែញឹកញាប់វានឹងបំផ្លាញជំនឿចិត្តរបស់យើងទៅវិញយើងនិយាយថាខ្ញុំមិនល្អគ្រប់គ្រាន់ខ្ញុំបរាជ័យរហូតការរិះគន់មិនធ្វើឲ្យអ្នកល្អឡើងទេប៉ុន្តែការយល់ដឹងនិងរៀនពីកំហុសបង្កើតបាននូវវិធីផ្សេងថ្មីដែលជិះបាននូវអ្វីដែលធ្លាប់ធ្វើហើយបរាជ័យកន្លងមកត្រីសរសើរខ្លួនឯងសរសើរការខិតខំរបស់អ្នកសូម្បីជាជំហានតូចក៏ដោយទោះរីកចម្រើនតិចតួចមិនសមនឹងបំណងរបស់អ្នកក៏ដោយចូលបន្តខំប្រឹងគប់បាក់ទឹកចិត្តគ្រប់កំហុសគឺជាសិភើសិក្សាមិនមែនជាចំនួនអវិជ្ជាណូតទេសត្រូវទី7ផាសុកភាពនៃចិត្តវាមានអារម្មណ៍សុខសាន្តប៉ុន្តែជាអន្ទាក់ដ៏គ្រោះថ្នាក់វាប្រាប់អ្នកថាអ្នកព្រមបានគ្រប់គ្រាន់ហើយឈប់ប្រឹងទៀតទីតែជីវិតមិនឈប់ដើរទេនៅពេលអ្នកឈប់លូតលាស់អ្នកចាប់ដើមធ្លាក់ចុះមនុស្សជោគជ័យពិតប្រាកដមិនដែលសម្រាកពីការរៀនសូត្រឡើយពួកគេតែងតែស្វែងរកជំហានបន្ទាប់ជានិច្ចភាពមានផាសុកភាពនៃចិត្តជាសត្រូវដ៏ស្ងៀមស្ងាត់ដែលសំងំខ្លួនបន្តិចបង្អាក់ញាក់មិនឲ្យខំតទៅទៀតវាជាហេតុនាំឲ្យជីវិតដោយថយក្រោយសូមកុំបណ្ដោយតាមវាកុំព្រមតាមចិត្តដែលមានផាសុកភាពវាជារឿងបណ្ដោះអាសន្នបន្លប់ចូលរក្សាភាពឃ្លានគ្រងចិត្តបន្តប្រយុទ្ធបន្តរៀននិងបន្តធ្វើឲ្យប្រសើរឡើងរាល់ថ្ងៃឥឡូវនេះខ្ញុំបាននិយាយដល់ទីបញ្ចប់ហើយប្រសិនបើប្រិយមិត្តចូលចិត្តវីដេអូនេះសូមចុច like subscribe ដើម្បីផ្ដល់កម្លាំងចិត្តឬចែករំលែកទៅមនុស្សដែលអ្នកចូលចិត្តជួបគ្នានៅវីដេអូបន្ទាន់សូមអរគុណសូមឲ្យមានសន្តិភាពទាំងកាយនិងចិត្ត